តំណែងតំណងមួយបើសិនជាមានតែអ្នកផ្ដល់ឲ្យតែមួយខាងហើយមានអ្នកមួយខាងទៀតចាំតែទទួលផលណាតំណែងតំណងហ្នឹងនឹងអត់បានយូរទេមិនថាតែបរោះឬក៏នារីទេអ្នកត្រូវចាំថាអ្នកមិនអាចធ្វើខ្លួនជាមនុស្សម្នាក់ដែលរងចាំតែទទួលផលប្រយោជន៍ទេហើយភាគីមួយខាងទៀតដែលជាដៃគូរបស់យើងមិនថាប្តីឬក៏ប្រពន្ធយើងគាត់ជាអ្នកលះបង់ឲ្យយើងរហូតនៅថ្ងៃណាមួយអ្នកដែលគេជាអ្នកលះបង់គេនឹងដល់អារម្មណ៍ឆ្អែតរបស់គេខ្ញុំឧទាហរណ៍ថាភរិយាភាគច្រើនតែងតែដាក់បន្ទុកទៅលើស្វាមីថាចេះបងជាស្វាមីបងជំនាញគ្រួសារអញ្ចឹងបងត្រូវតែទៅរកលុយបងត្រូវតែអត់ធ្មត់បងត្រូវលើកលែងឲ្យប្រពន្ធបងត្រូវតែចាញ់គ្រប់ពេលណាបងត្រូវតែបាត់នេះបាត់ហូហែបើនិយាយពីរៃរាប់ការនេះរបស់ប្តីដែលជាមេគ្រួសារហ្នឹងគឺត្រូវតែផ្ដល់ឲ្យប្រពន្ធនិងកូនសពគ្រប់បែបយ៉ាងវាអត់ខុសទេតាមពិតបើនិយាយពីទូនាទីជាប្តីត្រូវតែអញ្ចឹងហីណាជាប្តីគេត្រូវមើលថែប្រពន្ធរកលុយឲ្យប្រពន្ធមើលថែទាំកូនប៉ុន្តែអ្នកមកមើលប្រពន្ធវិញគេតែពីទទួលផលអ្វីដែលប្តីផ្ដល់ឲ្យហើយតែខ្លួនឯងអត់ដែលបានផ្ដល់ឲ្យប្តីទុយទៅវិញគឺតែពីរឿងធ្វើជាដាក់ក្មេងងងក់ទៀមទាការចាប់អារម្មណ៍ច្រើនទៀមទាការលួងលោមច្រើនពេលប្តីមានបញ្ហាក៏មិនដែលទៅខ្វល់ពីប្តីដែរដឹងត្រឹមថាប្តីគ្មានសិទ្ធិឈឺប្តីគ្មានសិទ្ធិខឹងឧទាហរណ៍អញ្ចឹងណាខ្ញុំមិនមែនថាទាំងអស់ទេមានមួយចំនួនតូចដែលគាត់ភ្លេចខ្លួនគាត់តែងតែយកលេសថាគាត់ជាប្រពន្ធគាត់ត្រូវតែជាអ្នកទទួលបានផលទាំងអស់ហ្នឹងហើយកតាបកិច្ចជាប្តីត្រូវតែលះបង់ទៅផ្ដល់ឲ្យគ្រប់យ៉ាងក្នុងនាមជាមេគ្រួសារបើស្នេហាមានតែបែបហ្នឹងណាឬក៏ប្រពន្ធក៏ដូចគ្នាប្តីត្រូវចាំបើសិនជាប្រពន្ធដើរតួជាអ្នកផ្ដល់ឲ្យរហូតបងអត់បានមើលឃើញអំពីការលះបង់របស់ប្រពន្ធណាថ្ងៃណាមួយគ្រួសារហ្នឹងគឺអត់ថិតថេរមួយគ្នាបានយូរទេអញ្ចឹងសរុបជារួមតំណែងតំណងណាក៏ដោយបើមានម្នាក់ជាអ្នកអង្គុយតែផ្ដល់ឲ្យរហូតហើយម្នាក់ទៀតចាំតែទទួលផលរហូតស្នេហានោះតំណែងតំណងនោះមិនយូរមិនឆាប់នឹងដល់ចំណុចបែកបាក់